ទីមួយអបប្រមុនឲ្យចូលមកលើកំរាលប្រាក់ឆ្លងដល់ហើយកំរាលទី2ខាត់ចូលទីទៀតកំរាលមានល្អណាស់ប្រគុណណាហើយកំរាលទី3សូមអញ្ជើញចូលចំណល់កំរាលពេជ្រទៀតបាទកំរាលពេជ្របានមើលស្ទើរចំបាក់ពេជ្រមិនត្បូងទៅទឹមឲ្យពេជ្រមុខគាត់មានផកវាសនាព្រេងសភុំបំផុតនេះគឺព្រះមេត្តាប្របីតានៃបុត្រីបុត្រាទាំងពីរលោកមានឫទ្ធិអំណាចនិងសិទ្ធិអំណាចអាចជឿនគង់លើកម្រាលទី3គឺកម្រាលពេជ្រដែលបានជឿនស្រាប់នេះហើយអញ្ចឹងក្នុងឱកាសបន្តខ្ញុំបានក៏សូមអធិស្ឋានដែរដោយកូនស្រីក៏បានជឿនមកហើយដែរក៏ប៉ុន្តែសូមលោកគ្រូលោកបំពេញអញ្ជើញស្រីសតឡុងហ្នឹងលោកអញ្ជើញមកទៀតចុះស្រីសរៀបរាប់ដើម្បីផ្ដល់ជាគំនិតជូនខាងលោកគ្រូភ្លេងថាតើ